រឿងគំនុំនាងម៉ារិននៅឯចុងភូមិមានរោងចក្រកាត់ដេរសម្លៀកបំពាក់មួយដែលទើបនឹងសាងសង់ហើយថ្មីក្នុងនោះក៏មានប័ណ្ណផ្លាកជ្រើសរើសកម្មការិនីចូលធ្វើការជាច្រើនអ្នករោងចក្រមួយនោះមានសាខាធំនៅឯទីក្រុងភ្នំពេញពេលឃើញគេបើករោងចក្រនៅឯក្បែរភូមិបែបនោះអ្នករស់នៅជិតក៏កើតមាននូវសេចក្តីត្រេកអរជាខ្លាំងពីព្រោះមានឱកាសក្នុងការរកចំណូលដែលមិនចាំបាច់ចេញទៅឆ្ងាយពីផ្ទះរោងចក្រមួយនោះមានមេការម្នាក់ឈ្មោះថាតាំងសុំជាភេទប្រុសមានទីលំនៅឯទីក្រុងភ្នំពេញក្រោយពីឮដំណឹងថាគេជ្រើសរើសបុគ្គលិកជាច្រើនក៏មាននារី3នាក់ប្រញាប់រស់រានវិលត្រឡប់មកស្រុកដើម្បីដាក់ពាក្យចូលធ្វើការពីព្រោះគេគិតថានៅជិតផ្ទះការចំណាយក៏មិនសូវអស់ច្រើនទៅលើថ្លៃបន្ទប់ជួលទឹកនិងភ្លើងជាដើមអ្នកទាំង3នោះមានឈ្មោះថាម៉ារិនរីតានិងកននិថាពួកគេរស់នៅក្នុងភូមិជាមួយគ្នានិងជាមិត្តរៀនជាមួយគ្នាមកតាំងតែពីបឋមសិក្សាមកម្លេះដោយសារតែជីវភាពគ្រួសារមានភាពក្រលំបាកទើបពួកគេសម្រេចបញ្ឈប់ការសិក្សានៅត្រឹមថ្នាក់ទី9ដើម្បីទៅរកការងារធ្វើឯទីក្រុងបានប្រាក់មួយចំនួនគ្រាន់នឹងជួយសម្រាលបន្ទុកក្នុងគ្រួសារពេលនៅឯភ្នំពេញពួកគេរស់នៅក្នុងបន្ទប់ជួលជាមួយនឹងគ្នាពេលត្រឡប់មកស្រុកគេនៅផ្ទះរៀងខ្លួនម៉ារិនកូនហើយឆ្នាំនេះកូនត្រឡប់មកស្រុកវិញអញ្ចឹងម៉ែអស់បារម្ភហើយណែប្រហែលថ្ងៃនេះម៉ែដេកយល់សពអត់ល្អសោះហើយវាចេះតែយ៉ាងមិនដឹងទេក្នុងខ្លួននោះគ្មានអីទេម៉ែស្អែកនេះថ្ងៃចូលធ្វើការហើយម៉ែឲ្យខ្ញុំមានតែមិត្តភក្តិ2នាក់មិនផ្ដេសផ្ដាស់នោះទេម៉ែបានស្គាល់ហើយដែររីតានិងកនិថានោះអីម៉ែស្គាល់ហើយមិនអីទេណែបញ្ញាប់ចុះដេកពួនទៅយប់ហើយកូនក្រែងព្រឹកឡើងក្រោកទៅធ្វើការខកណាចាសុំអង្គុយតែបន្តិចទៀតនោះទេម៉ែចំណែកឯនៅផ្ទះរបស់កនិថាវិញនៅក្នុងបន្ទប់យប់នោះនាងគិតតែពីនិយាយទូរស័ព្ទមិនដឹងថាមានកិច្ចការអ្វីនោះទេមើលទៅទឹកមុខហាក់បីដូចជាមានក្តីសុខជាខ្លាំងលុះប្រហៀមថ្ងៃមិនទាន់រះស្រួលបួលផងរីតានិងម៉ារិនក៏នាំគ្នាជិះម៉ូតូឌុបគ្នាទៅធ្វើការនៅតាមផ្លូវនោះរីតាក៏សួរទៅម៉ារិនថាណែម៉ារិនណាមករយៈនេះក៏និយាយថាវាដូចជាផ្លៃយ៉ាងមិនដឹងទេវ៉ៃតែឯងគិតដូចយើងគិតដែរឬទេមករយៈនេះឃើញតែវានិយាយទូរស័ព្ទហើយមិនសូវនិយាយមករកពួកយើងនោះទេតិចគេអន់ចិត្តនឹងយើងរឿងអីទេហ៎មិនដឹងទេចាំល្ងាចចេញពីធ្វើការចាំសួរវាលើមើលពេលដែលទៅដល់រោងចក្រនោះរីតានិងម៉ារិនក៏ប្រទះឃើញកនិថាចុះពីលើឡានរបស់នាយតាំងសុំដែលជាមេការបន្ទាប់មកនាងក៏ចូលទៅប្រាប់រីតានិងម៉ារិនថាណែរីតាម៉ារិនល្ងាចនេះទៅជួបគ្នានៅឯខាងក្រៅរោងចក្របន្តិចនិយាយតែប៉ុណ្ណេះកនិថាក៏ដើរចេញទៅពេលវេលាចេះតែរំកិលទៅមុខបន្តិចម្ដងលិចខ្លួនម៉ោង5ល្ងាចក៏ឈានចូលមកដល់អ្នកទាំង3ក៏ដល់ម៉ោងចេញពីធ្វើការរីតានិងម៉ារិនក៏នាំគ្នារត់រះទៅកន្លែងដែលកនិថាបានណាត់ទុកក្នុងពេលដែលកំពុងតែនឹងចាំនោះមេឃក៏ចាប់ងងឹតទៅណាផ្លូវក៏រាងឆ្ងាយពីផ្ទះជាងមួយសន្ទុះទៅហើយកនិថានៅមិនទាន់មកដល់ផងណាត់គេហើយបែរជាធ្វើឲ្យគេនៅរងចាំទៅវិញបានបន្តិចដោយមិនឃើញកនិថា
រីតាក៏ប្រាប់ទៅម៉ារិនថា ម៉ារិនឯងនៅចាំយើងនៅនឹងសិនហើយចាំយើងទៅរកកនិថាមើលតើវាបាត់ទៅណាយូរម្លេះបើយើងទៅទាំងពីរក្រែងតែវាមករកយើងមិនឃើញវាថាយើងមិនគ្រប់សន្យា និយាយរួចរីតាក៏បើកម៉ូតូចេញទៅក្នុងគណៈនោះដែរក៏មានឡានមួយដែលកនិថាជិះកាលពីព្រឹកមិញនោះមកឈប់នៅក្បែរម៉ារិនកនិថាក៏ចេញមកតែមិនមែនមកតែកនិថាម្នាក់នោះទេនៅមាននាយតាំងសុំនិងគ្នាប្រុស3ទៅ4នាក់ថែមទៀតម៉ារិនឃើញហើយស្រឡាំងតាំងមិនដឹងជាពួកគេនាំគ្នាមកធ្វើអ្វីនោះទេកនិថាណាត់មកក៏មិនដឹងថានាងបានគិតអីនោះដែរមិនទាន់ទាំងបាននិយាយគ្នាដឹងរឿងផងគេក៏វាយម៉ារិនចំកណ្ដាលពោះបណ្ដាលឲ្យនាងចុកដួលទៅនឹងដីហើយក៏លឺសូរសំឡេងកនិថានិយាយទៅពួកនោះថា ណែហើយពួកឯងនៅចាំអីទៀតមិនឆាប់ចាប់ការវាទៅតិចមានគេមកឃើញទៅ ម៉ារិនត្បិតតែនាងចុកពោះដោយសារតែគេវាយក៏ពិតមែនក៏ប៉ុន្តែត្រចៀករបស់នាងនៅមិនទាន់ពីការស្ដាប់អីមិនលឺនោះទេនាងបានលឺគ្រប់ពាក្យសម្ដីដែលមិត្តសម្លាញ់ទុកស្មើនឹងបងប្អូននិយាយទៅកាន់ពួកនោះយ៉ាងច្បាស់នាងលឺហើយមានក្តីឈឺផ្សាជាខ្លាំងមិនដឹងថាមានរឿងអ្វីនោះទេហេតុអ្វីបានជាគេធ្វើបែបនេះស្ថានភាពពេលនោះរកអ្នកណាឲ្យជួយក៏មិនបានរីតាទៅបាត់ស្ងាត់ស្រមោលឈឹងសម្លឹងមើលទៅកនិថាក៏កំពុងតែនឹងឈរមើលងាកទៅមើលពួកប្រុសទាំងនោះហាក់បីដូចជាកំពុងនឹងភ្លើងតណ្ហាឆាប់ឆេះមើលទៅម៉ារិនហាក់បីដូចជាគ្មានផ្លូវបានរួចខ្លួនពីពួកអស់នោះទេមានតែវិធីម្យ៉ាងគត់ដែលនាងគិតចេញនៅពេលនោះគឺនាងធ្វើជាច្របាច់កខ្លួនឯងរួចហើយពុតជាស្លាប់ក្រែងពួកគេឃើញថានាងស្លាប់ហើយគេទុកនាងចោលរួចហើយក៏គេចខ្លួនទៅ នាងនេះវាស្លាប់ហើយគយហើយបើគេស្លាប់នោះតែយើងគិតយ៉ាងម៉េចទៅហើយមានតែយកវាទៅកប់ចោលនៅក្នុងព្រៃទៅយប់អញ្ចឹងគ្មានអ្នកណាគេដឹកនោះទេមកតុងខ្សប់វានៅខាងក្រៅច្បាស់ជាប៉ូលីសស៊ើមកេតរកផោះតាំងមកដល់យើងពុំខានទេគិតគ្នារួចហើយអ្នកទាំងនោះក៏នាំគ្នាលើកម៉ារិនចូលទៅព្រៃឯក្បែររោងចក្រមួយនោះម៉ារិនអើយតើនាងនឹងរួចខ្លួនដែរឬទេបើពួកគេម្នាក់គ្មាននៅក្តីអាសូរដល់នាងបន្តិចតតែសោះមិនដឹងថាពួកគេរៀបគម្រោងមកតាំងពីពេលណាមកនោះទេមនុស្សរាប់អានគ្នារាប់ឆ្នាំមើលចិត្តគ្នាមិនធ្លុះហើយក៏មិនដឹងថាគេគុំគួននាងរឿងអ្វីនោះដែរព្រោះមួយថ្ងៃនាងគិតតែពីទៅធ្វើការយកប្រាក់មកឲ្យម្ដាយមិនដែលទៅសាងអ្វីលើអ្នកណាតតែសោះពេលដែលទៅដល់ពួកគេជីករណ្ដៅរួចរាល់ដាក់នាងចូលទៅក្នុងរណ្ដៅនោះបន្ទាប់មកនាយតាំងសុំក៏ស្រែកទៅកនិថាណែអូនមានអីចង់និយាយទៅមិត្តភក្តិអូនឯងជាលើកចុងក្រោយដែរទេកនិថាដើរចូលទៅមាត់រណ្ដៅបំរុងនឹងនិយាយទៅកាន់ស្រាប់តែប្រទះឃើញម៉ារិនបើកភ្នែករួចហើយនិយាយខ្សឹបទៅកាន់កនិថាវិញថាកនិថាយើងជាមិត្តសម្លាញ់ស៊ីអត់ស៊ីឃ្លានជាមួយគ្នារួមសុខទុក្ខជាមួយគ្នាប្រៀបបីដូចជាបងប្អូនអញ្ចឹងកនិថាឯងជួយយើងផងទៅយើងមានម្ដាយចាស់សម្រាប់មើលថែយើងស្លាប់ទៅឲ្យគាត់ទៅរស់នៅជាមួយនឹងអ្នកណាហើយមានអ្នកណាចិញ្ចឹមឯងយល់ដល់មិត្តភាពរបស់យើងណាឯងដោះលែងយើងទៅកនិថាមានរឿងអ្វីយើងនិយាយគ្នាបានណាគ្មានទេនាងឯងមិនមែនជាមិត្តរបស់អញទេដឹងទេថាដោយសារតែនាងឯងនេះអញវាលំបាកយ៉ាងណាធ្វើការនៅកន្លែងជាមួយគ្នាប្រាក់ខែដូចគ្នានាងឯងផ្ញើទៅផ្ទះបានច្រើនជាងអញធ្វើឲ្យអ្នកផ្ទះអញរករឿងអញតែក្តីក្តៅក្រហាយគេគ្រប់គ្នានៅឯផ្ទះអីបន្តិចនិយាយថាឲ្យមើលនាងឯងអីបន្តិចនិយាយថាឲ្យមើលនាងឯងពួកគាត់គ្មានអញនៅក្នុងភ្នែកទេបើអញ្ចឹងនាងឯងងាប់ទៅវាល្អហើយ
នឹងបានដកបន្លាចេញពីទ្រូងអញ ឲ្យយើងសុំបកូននេះថា និយាយអីខ្លះហ្នឹងកូននេះថាមិនក៏យល់ម្លេះ គ្មានទេកប់វាទៅខ្ញុំឡើងងៀនពីឯងនិយាយជាមួយនឹងវាទៀតហើយ និយាយតែប៉ុណ្ណេះក្រុមនាយទាំងនោះក៏នាំគ្នាកាយដីកប់ម៉ារិនដោយមិនបានដឹងថាម៉ារិននៅមិនទាន់ស្លាប់នោះទេអោះអោក៏និថាអើយហេតុអ្វីមិនដាច់នៅក្តីមេត្តាម្លេះតែចិត្តថ្លើមរបស់នាងសាងមកអំពីអ្វីមិត្តភ័ក្តិរាប់អានគ្នារាប់ឆ្នាំទុកស្មើនឹងបងប្អូនល្អនៅបន្ទប់ជួលជាមួយគ្នាឈឺជាក្តៅរងាមើលថែគ្នាទៅវិញទៅមកមានសុខទុក្ខរួមគ្នារយលានអនុសាសន៍ដកជាប់នៅក្នុងហរតីគ្មានថ្ងៃនឹងបំភ្លេចបានតែពេលនេះកនិដ្ឋាស្រីថ្លៃមាននៅចិត្តខ្មៅអប្រៃប្រឡាយមិត្តឲ្យខ្សែព្រោះតែក្តីច្រណែនរស្យានេះហើយចិត្តមនុស្សមើលមិនធ្លុះស្មានមិនត្រូវបើជាសត្រូវងាយដឹងទេនឹងមិនអាចមានគ្រោះថ្នាក់បែបនេះទេនេះហាក់បីដូចជាស្រមោចដេកស្លាប់នៅក្នុងធុងស្ករគួរឲ្យអាសូរដល់ម៉ារិនដែលត្រូវកប់ទៅក្នុងដីទាំងរស់បើទោះជាងើបមកប្រាប់គេថានាងនៅមានជីវិតរស់នាងនឹងត្រូវពពុះពៀលចិត្តជាដេតឆានទាំងនោះព្រួតគ្នាបៀតបៀនរាងកាយរបស់នាងឲ្យជាប់នូវភាពអបលៈអសោកេឈ្មោះខូចអស់តម្លៃភាពជាស្រីហើយក៏មិនប្រកាសថាខ្លួននឹងមានជីវិតរស់នោះទេនាងសុខចិត្តពើជាស្លាប់ឲ្យគេកប់ទាំងដែលមានកាយនៅល្អស្អាតមិនយូរប៉ុន្មានម៉ារិនក៏អស់នៅខ្យល់ដង្ហើមត្រឹមនោះទៅគួរឲ្យអនិច្ចាម៉ារិនប្រាថ្នាថាវិលមកស្រុកមានការងារធ្វើនៅជិតផ្ទះមានឱកាសមើលថែម្ដាយដែលជាស្ត្រីមេម៉ាយមានវ័យចាស់ជរាទៅហើយមុននឹងដាច់ខ្យល់ម៉ារិនបានសងថានឹងមិនទៅរកចាប់ជាតិចាប់កំណើតថ្មីនោះទេគឺនាងនឹងនៅចងកម្មចងពីអ្នកដែលធ្វើបាបនាងចំណែកឯរីតាដែលជិះម៉ូតូចេញទៅរកកនិដ្ឋាកាលពីក្បាលល្ងាចនោះក៏វិលមកកន្លែងនោះវិញតែគេមិនបានជួបអ្វីខុសប្រក្រតីនោះទេគេបានតែគិតម្យ៉ាងថាប្រហែលជាម៉ារិនទៅផ្ទះជាមួយនឹងកនិដ្ឋាបាត់ទៅហើយមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងមកម្ដាយម៉ារិនដោយគាត់មិនទាន់បានឃើញកូនស្រីវិលមកផ្ទះគាត់ក៏ចេញទៅរកនៅតាមផ្លូវគាត់បានជួបជាមួយនឹងរីតាហើយក៏សួររីតាទៅតាមក្តីបារម្ភរបស់គាត់ក្រោយពីបានដឹងថាម៉ារិនមិនទាន់ទៅដល់ផ្ទះនោះទេរីតាក៏ហៅម្ដាយម៉ារិនឲ្យជិះម៉ូតូជាមួយរួចនាងក៏ជិះសំដៅទៅផ្ទះរបស់កនិដ្ឋាពេលទៅដល់អ្នកទាំងពីរក៏ឡើងទៅខាងលើផ្ទះរួចហើយក៏សួរទៅកនិដ្ឋាថាណែកូននេះថាម៉ារិនទៅណាមិនបានថ្មនេះហើយមិនឃើញមករកឯងសោះអញ្ចឹងការដែលយើងចាំបាននោះចុងក្រោយគេនៅចាំឯងនៅកន្លែងដែលយើងបានណាត់គ្នាទុកនោះហើយណែរីតានិងអ្នកមីងស្ដាប់ខ្ញុំឲ្យច្បាស់ណាម៉ារិនគេរត់ទៅជាមួយនឹងសង្សារនៅភ្នំពេញបាត់ហើយគេថានឹងមិនមកទីនេះវិញនោះទេគេផ្ដាំមកឲ្យមកកុំឲ្យអ្នកមីងតាមតរគេអីអេណែកូននេះថាមាត់ឯងទៅរីតាឃាតកោលាក់មុខកំពុងរកទំនុកក៏ហក់បោកប្រាស់គេបងវាយរឿងនេះបងវាយរឿងនោះដើម្បីកុំឲ្យគេចាប់បានថាខ្លួនសម្លាប់កូនគេហើយនៅមកធ្វើជានិយាយឲ្យម្ដាយគេយល់ច្រឡំគ្នាថែមទៀតផង
នេះហើយចិត្តពិតរបស់កនិដ្ឋាពឹសពលសាហាវប្រៃផ្សៃបើទោះជាខ្លាជាសត្វដែលកាចសាហាវយ៉ាងណាក្តីក៏វាមិនដែលប្រឡ័យគ្នារបស់វានោះដែរម្ដាយម៉ារីនពេលទៅដល់ផ្ទះគាត់ទួញសោកខ្លោចចិត្តមិននឹកស្មានថាកូនស្រីហ៊ានធ្វើបែបនេះតតែសោះនេះក៏ព្រោះតែគាត់ជឿទៅលើពាក្យសម្ដីរបស់កនិដ្ឋាកន្លងទៅបាន7ថ្ងៃនៅកន្លែងដែលគេកាប់ម៉ារីននោះពេលយប់កម្មករដែលស្នាក់នៅក្បែរនោះក៏ឮសូរសំឡេងទ្រហោយំល្វើយហាក់ដូចស្ដាយស្រណោះអ្វីមួយដួងវិញ្ញាណរបស់ម៉ារីននៅតែវិលវល់នៅទីនោះមិនទៅណានោះទេដូចអ្វីដែលនាងបានប្រាថ្នាកាលពីនៅរស់នាងជាមនុស្សស្លូតបូតសុភាពរាបសារទេតែនៅពេលដែលនាងស្លាប់ទៅក៏ប្រែក្លាយទៅជាវិញ្ញាណដែលចងគំនុំទៅវិញមិនយូរប៉ុន្មានរីតាក៏ត្រូវកនិដ្ឋាធ្វើបែបនោះដាក់ទៀតដោយសារតែរីតាជាមនុស្សចង់ដឹងចង់ឮពីរឿងរ៉ាវរបស់ម៉ារីនខ្លាំងពេកនៅខាងក្រៅរោងចក្រនោះមានសភាពស្ងប់ស្ងាត់ក្រុមមនុស្ស3ទៅ4រួមទាំងកនិដ្ឋាដាក់ថ្នាំសណ្ដំរីតារួចយកទៅកន្លែងដែលធ្លាប់កប់ម៉ារីននោះដែរពួកគេបានបង្កូននោះក៏បានបកមករកខ្លួនគេវិញដោយប្រលឹងរបស់ម៉ារីនលេចចេញមកនៅក្នុងរូបគួរឲ្យភ័យខ្លាចអ្នកទាំងនោះចង់រត់ក៏រត់ពុំរួចនៅជុំវិញខ្លួនសុទ្ធតែចប់ដែលនឹងកំពុងកាប់ដីដោយខ្លួនឯងពេលឃើញបែបនោះម្នាក់ចាប់ផ្ដើមភ្ញាក់ខ្លួនធ្វើជាកំសត់លុតជង្គង់អង្វរខ្មោចឲ្យទុកជីវិតឲ្យម៉ារីណាយើងជាមិត្តនឹងគ្នាមានអនុស្សាវរីយ៍ល្អៗជាមួយគ្នាដេកបន្ទប់ជួយជាមួយគ្នាកនិដ្ឋាអើយកោតនាងហាចេញមកទៅរួចដែរគ្មានចេះរអៀសមាត់អីបន្តិចតតែសោះហើយខ្មោចម៉ារីនក្រោយពីលើបែបនោះនាំឲ្យនាងកើតនៅភ្លើងគំនុំកាន់តែខ្លាំងក៏យកអ្នកទាំងអស់នោះកប់ចូលទៅក្នុងដីត្រឹមក្បាលចេញមកខាងក្រៅរួចហើយក៏ចេញនៅខ្យាដំរីជាច្រើនមកពួកឯងនិស័កសមនឹងពពួកអសេរពឹសទាំងនេះហើយព្រោះពឹសហើយនឹងពឹសដូចគ្នាអ្នកទាំងនោះរួមទាំងកនិដ្ឋាត្រូវបានខ្យាដំរីតិចឈឺចុកចាប់ក្តៅពើផ្សាគៀបផងតិចផងស្ទើរតែនឹងមរណាព្រោះនៅតែមួយកំណាត់ក្បាលរើទៅណាក៏ពុំរួចនេះហើយកម្មពៀខ្លួនធ្លាប់ធ្វើអ្វីដាក់ទៅលើគេឥឡូវគេក៏ធ្វើបែបនោះដាក់មកលើខ្លួនវិញលុះព្រឹកឡើងក្រុមសមត្ថកិច្ចក៏នាំគ្នាទៅពិនិត្យមើលជនទាំងនោះនិងសាកសួរហើយរីតាដែលត្រូវបានគេដាក់ថ្នាំសណ្ដំកាលពីយប់មិញនោះក៏ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលដោយម្នាក់ខ្លាចខ្មោចម៉ារីនធ្វើបាបទៀតពួកគេក៏នាំគ្នាទៅសារភាពអំពីរឿងរ៉ាវទាំងអស់ដែលពួកគេបានធ្វើប្រាប់ទៅសមត្ថកិច្ចនិងត្រូវបានផ្ដន្ទាទោសទៅតាមច្បាប់ឯចំណែកសពរបស់ម៉ារីនដែលត្រូវបានគេកប់ចូលទៅក្នុងដីនោះក៏ត្រូវបានគេគាស់ចេញមកដើម្បីត្រួតពិនិត្យនិងប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីរីឯម៉ារីនក៏បានទៅកាន់ទីឋានសុគតិភពរៀងអើយ